បាទសួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីសូមឆ្លើយតបខមមិនបងប្អូនយើងមួយទាក់ទងនឹងការចិញ្ចឹមសន្សាយគាត់ថាសន្សាយរបស់គាត់នឹងធ្លាប់កើតម្ដងហើយតែ6ខែហើយវាអត់ទាន់ឃើញផើមទៀតវាមកពីអីអញ្ចឹងមូលហេតុចម្បងគឺមកពីសន្សាយរបស់យើងឯងបាទគឺទាក់ទងនឹងបញ្ហាសុខភាពបន្តពូជរបស់វានឹងឯងបងប្អូនកកំណត់អីហ្នឹងណាអញ្ចឹងបងប្អូនអាចតេស្តមើលបានទី1យើងដូរបាទដូរឈ្មោលជន់ចង្កាលវាអាចមកពីឈ្មោលវាអត់មានមេជីវិតវាអញ្ចឹងទៅយើងដូរឈ្មោលផ្សេងមួយជាន់បើសិនជាករណីមួយខែក្រោយ2ខែក្រោយវាកើតអានឹងវាមកពីបាវាផើមហើយករណីដូរបាហើយអត់ផើមទៀតអានឹងមកពីមេយើងហើយអញ្ចឹងមកពីមេយើងទី1អាចមកពីសុខភាពបន្តពូជបនសាយយើងហើយទី2អាចយើងចាក់ថ្នាំអង្គេចង្កាលករណីដែលវាអង្គេខ្លាំងពេលចាក់បាត់ទៅខ្ញុំធ្លាប់ហើយអញ្ចឹង5 6ខែ3 4ខែក្រោយបានវាមានកូនបន្តទៀតករណីចាក់អង្គេអញ្ចឹងយើងមិនដឹងយ៉ាងម៉េចទេដោយសារយើងវាមានអីអេកូដូចមនុស្សយើងមានផ្ទៃពោះឬអត់ចឹងយើងទៅពេទ្យវាស្រួលដឹងតែសត្វនេះយើងមិនពិបាកអញ្ចឹងយើងមានតែតេស្តម្ដងមួយមើលវាមកពីអីចឹងណាបងប្អូនបាទអញ្ចឹងខ្ញុំជូនប៉ុណ្្នឹងទេបាទបងប្អូនដែលដឹងចំណុចអីបន្ថែមអាចជួយខមមិនបន្ថែមផងបាទអរគុណ